អូខេ well មកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹង channel TSR សម្រាប់អ្នកនៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាតែងតែជួបបញ្ហាបែបនេះហើយជាក់ស្ដែងអ្នកទាំងអស់គ្នាតែងតែជួបបញ្ហាបែបនេះនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបើកមុខងារនេះមើលចិត្តភ្នែកពេកវាចេញមកបែបនេះរហូតជួនកាលក៏យើងអាចធុញទៅហើយអាហ្នឹងជាមធ្យមទេងុំនៅពេលដែលអ្នកទាំងអស់គ្នាបើកមុខងារហ្នឹងហើយវាលោតមកអញ្ចឹងហើយនៅពេលដែលអ្នកទាំងអស់គ្នាចង់បិទវិញគឺបិទមុខងារនេះអត់បានទេអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកធ្វើពីរបៀបនៃការបិទដើម្បីកុំឲ្យមានបញ្ហាបែបហ្នឹងទៀតព្រោះខ្ញុំជួបជាច្រើននៅបញ្ហាបែបនេះអូខេអញ្ចឹងយើងចូលទៅធ្វើការទៅបិទមុខងារនឹងតែម្ដងដោយអ្នកនរគ្នាចូលទៅក្នុង setting យើងចុចលើ setting មកហើយបន្តមកទៀតអ្នកនរគ្នាធ្វើការអូសមកក្រោមបន្តិចមកទៅរកពាក្យមួយគេដាក់ថា screen time នេះអ្នកនរគ្នាគឺយើងចុចលើ screen time ហ្នឹងមកបន្ទាប់ពីចុចលើ screen time ហើយអ្នកនរគ្នាមិនបាច់ទៅណាឆ្ងាយទេនេះគឺមុខងារហ្នឹងគេដាក់ថា screen distance អញ្ចឹងយើងចុចលើហ្នឹងមកតមកទៀតយើងធ្វើការបិទបែបនេះបិទបែបហ្នឹងមកអ្នកទាំងអស់គ្នាមានលេខកូដដែលកំណត់នៅលើ screen time ហ្នឹងអ្នកទាំងអស់គ្នាត្រូវតបញ្ចូលលេខកូដបន្តមកទៀតខ្ញុំធ្វើការវាយ password ខ្ញុំបញ្ចូលអូខេបន្ទាប់ពីបែបហ្នឹងហើយគឺបិទបានហើយអ្នកនរគ្នាតែបើលក្ខណៈថាអ្នកនរគ្នាបិទអត់បានមាន passcode ផាអីចូលទៅប្លោះហ្នឹងចូលទៅកន្លែង screen time ហ្នឹងវាចេញ blur ខ្មៅដូចជានៅក្នុង iCloud នេះអ្នកនរគ្នាគឺចេញនៅក្នុងហ្នឹងវាខ្មៅអញ្ចឹងយើងចុចទៅចូលអត់បានអញ្ចឹងវិធីដោះស្រាយរបស់វាយើងចូលទៅ screen time ហ្នឹងដែរយើងអូសមកបន្ទាប់ពីចូលទៅលើ screen time ហ្នឹងសារថ្មីបន្តទៀតអ្នកនរគ្នាអូសមកក្រៅមកហើយយើងយកពាក្យមួយគេដាក់ថា content និង privacy ចុចលើហ្នឹងមកបន្ទាប់ពីចុចលើហ្នឹងហើយអ្នកនរគ្នាត្រូវបិទមុខងារនេះចោលទាំងអស់បើសិនជាយើងអត់ស្វែងរកមួយណាប៉ុន្តែបើសិនជាអ្នកនរគ្នាស្វែងរកមួយអ្នកនរគ្នាចុចមកមុខងារណាខ្លះដែលអ្នកនរគ្នាបានបើកអញ្ចឹងយើងចុចទៅយើងដាក់ពាក្យ allo សារថ្មីមកនេះដូចមុខងារពីរនេះគឺខ្ញុំបានបិទហើយអញ្ចឹងយើងចុចចូលយកពាក្យ allo មកប៉ុន្តែខ្ញុំអត់ចង់ធ្វើបែបហ្នឹងទេខ្ញុំធ្វើការបិទលើនេះហ្មងអញ្ចឹងបិទឲ្យអ្នកនរគ្នាវាយលេខកូដអ្នកនរគ្នា4ខ្ទង់ដែលអ្នកនរគ្នាបានកំណត់នឹងបញ្ចូលទៅអូខេបន្ទាប់ពីវាយចូលហើយមុខងារហ្នឹងគឺយើងធ្វើការចូលទៅបើកបានវិញធម្មតាហើយអានេះក្នុងលក្ខណៈថាជាប់ហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាជាប់ហើយវាយបែបហ្នឹងហើយយើងធ្វើការ clear ចោលមួយសិនហើយវានៅតែចេញបែបហ្នឹងទៀតអ្នកគ្នាអាចចូលទៅក្នុង setting ខ្ញុំនឹងប្រាប់បញ្ជាក់អ្នកទាំងអស់គ្នាតែម្ដងយើងអូសមកក្រោមបន្តិចមកយើងចូលទៅ general អានេះជាវិធីចុងក្រោយបន្តទៀតអ្នកគ្នាអូសមកក្រោមបន្ទាប់ពីអូសមកក្រោមហើយអ្នកគ្នានឹងឃើញពាក្យមួយហើយពាក្យគេដាក់ថា transfer reset iPhone នេះចុចលើហ្នឹងមកហើយបន្តទៀតអ្នកគ្នាត្រូវយកពាក្យទី1នេះគេដាក់ថា reset era នេះកុំប៉ះពាល់យើងចុចលេខ1ហ្នឹងមកបន្តទៀតយើងយក reset all setting អញ្ចឹងយើងចុចហ្នឹងបន្តទៀតយើងវាយលេខកូដសោដៃយើងបញ្ចូលធម្មតាមកតទៅពីវាយលេខកូដយើងបញ្ចូលហើយប្លោះនេះកន្លែងគេដាក់ហ្នឹងគឺ enter your screen time passcode បានន័យថា screen time ដែលយើងបានកំណត់4ខ្ទង់ហ៎មិនថាអ្នកនរគ្នាដាក់លេខអីក៏ដោយឲ្យតែចាំប៉ុន្តែបើសិនជាប្លោះនេះបើសិនជាអ្នកនរគ្នាអត់ចាំគឺវានៅតែដដែលទេទូរស័ព្ទរបស់អ្នកនរគ្នាស្មើនឹង0ដដែលមុខងារហ្នឹងក៏នៅតែបើកដដែលអ្នកនរគ្នាចង់បិទក៏អត់បានដែរលុះត្រាតែយកឲ្យជាងគាត់រាយប៉ុន្តែវិបត្តិរបស់ការរាយហ្នឹងគឺទី1បាត់បង់ឯកសារទី2បើសិនជាអ្នកនរគ្នាអត់ចាំ iCloud គឺចប់ដដែលអញ្ចឹងអ្នកនរគ្នាត្រូវចាំលេខ4ខ្ទង់ហ្នឹងប៉ុន្តែខ្ញុំអត់ធ្វើការ reset ទេអ្នកនរគ្នាឧទាហរណ៍តែម្ដងទៅប៉ុន្តែខ្ញុំអត់ reset ទេខ្ញុំចុចលេខខ្ញុំបញ្ចូលអូខេបែបនេះគឺវាសួរអញ្ចឹងយើងគ្រាន់តែចុចពាក្យថា reset all setting មកតង់ទៀតមកគឺបានហើយអ្នកនរគ្នាអានេះគឺជាវីដេអូបង្ហាញរបៀបបិទជួបច្រើនដែលជាបញ្ហាបែបហ្នឹងអូខេអញ្ចឹងវីដេអូការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយនេះសូមអ្នកនរគ្នាកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់យើងជារៀងរាល់សប្តាហ៍ផងដែរអ្នកនរគ្នាអូខេយើងជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀត